ជំរាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់វិស័យកសិកម្មក៏ដូចជាពុកម៉ែបងប្អូនទាំងអស់ដែលស្រឡាញ់នៃការដាំដុះដំណាំដូនតាមួយប្រភេទបែបនេះបាទដូចបងប្អូនបានឃើញនៅពីខាងក្រោយខ្នងខ្ញុំនេះអញ្ចឹងបាទគឺសិតសឹងតែជាពូជដំណាំដូនតាហើយពូជដំណាំដូនតាយើងនេះទៀតសតគឺជាប្រភេទកូនត្នោតបាទកូនត្នោតហើយកូនត្នោតនេះល្អក៏ប៉ុន្តែខ្យល់នេះរដូវវស្សានេះគឺដោយសារយើងអត់បានមកថែទាំដោយសារយើងវារវល់ពេកឥឡូវនេះគឺស្បៃវាបានរលំហើយបាទស្បៃបានរលំក៏ប៉ុន្តែយើងនឹងមកកែតម្រូវវាសារឡើងវិញតែជាក់ស្ដែងដែលបងប្អូនបានឃើញអញ្ចឹងនេះគឺកូនត្នោតរបស់យើងនៅពីខាងក្រោយរបស់ខ្ញុំនេះគឺកូនត្នោតនេះអាយុវាចូលជាង1ឆ្នាំហើយបាទហើយអញ្ចឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅមើលពីកូនត្នោតខ្ញុំទាំងអស់គ្នាហើយសម្រាប់បងប្អូនទាំងអស់ដែលមានអំណងចង់ជាវយកកូនត្នោតទៅដាំជាលក្ខណៈចម្ការបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានផ្ទាល់ក៏បានដែរតាមលេខទូរស័ព្ទពីខាងក្រោមវីដេអូបាទនេះគឺជាស្ដែងគឺកូនត្នោតផ្ទាល់តែម្ដងបាទគឺកូនត្នោតនេះយើងអត់បានធ្វើការថែទាំអីជាខ្លាំងនោះទេអ្វីដែលពិសេសនោះគឺកូនត្នោតរបស់យើងគឺមានសុខភាពល្អបាទឃើញទេជាក់ស្ដែងគឺវែងណាបាទនេះគឺដើមរបស់វាបាទតិចបងប្អូនឃើញនៅក្នុងថង់អញ្ចឹងមិនមែនខ្ញុំដកដើមធំដាក់ឲ្យទេណានេះគឺខ្ញុំផ្សាំតាមលក្ខណៈបច្ចេកទេសរបស់ត្នោតដែលវាវិញណាវែងណាពោះវាទាំងស្លឹកទាំងអីចូលប្រហែលជា7 8តឹកបាទនេះ7 8តឹកនេះជាក់ស្ដែងហ្នឹងណាបាទវែងហើយកូនត្នោតនេះចាស់ល្អណាស់ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានអំណងយកកូនត្នោតទៅដាំអាចធ្វើការកំងបានហើយកូនត្នោតគឺចាស់បែបហ្នឹងបាទហើយដកទៅកុំបារម្ភភ័យខ្លាចអន់នេះដល់នេះជាក់ស្ដែងដល់នេះល្អណាស់ឃើញទេបាទល្អណាស់នេះឃើញទេវាអត់ជាប់ដីទេព្រោះយើងបានផ្ដាច់វាលក្ខណៈបច្ចេកទេសផ្ដាច់វាម្ដងជា2ដងហើយនេះគឺឫសរបស់វាឃើញទេឬស្អាតហើយអានេះគឺវាចេញជាសន្លឹកហើយបែកសន្លឹកហើយស្រេចឃើញទេវាចេញច្រើនសន្លឹក4សន្លឹក5សន្លឹកហើយឃើញទេហើយថង់របស់យើងតូចល្មមងាយស្រួលនៅក្នុងការដឹកជញ្ជូនបាទអញ្ចឹងនៅមានច្រើនទៅទៀតនោះនៅកណ្ណោះតែដោយសារមួយរយៈនេះរដូវវស្សានេះវាភ្លៀងពេកហើយយើងអត់បានមានពេលវេលាមកថែទាំវាដល់ទេអានោះយើងអត់បានបោចស្មៅហើយរងក៏លលំដែរហើយកូនត្នោតនៅកសិដ្ឋានដែលខ្ញុំបដោះនេះនៅខាងពាក់ស្នែងបងឲ្យចង់មានបំណងចង់ដាំលក្ខណៈច្រើនខ្ញុំមានដែរខ្ញុំផ្គត់ផ្គង់ដល់5 6 ពាន់ 10000 20000ដើមក៏យើងមានដែរហើយកូនត្នោតដែលបងប្អូនបានឃើញជាក់ស្ដែងនឹងអញ្ចឹងជាក់ស្ដែងកូនត្នោតគឺបែបហ្នឹងអញ្ចឹងបងប្អូនគិតមើលទៅត្នោតនេះមួយជួរគឺជាង1000មួយជួរវិញចេះណាបាទមួយជួរវិញចេះជាង1000អញ្ចឹងវាមានប្រហែលជាខ្ទង់50 60ជួរអញ្ចឹងវាច្រើនដើមដែរណាហ្នឹងហើយមួយដើម1000 10ជួរ 10000ណាអញ្ចឹងបងប្អូនចង់ដាំលក្ខណៈ4 10ហិកតា20ហិកតាត្រូវការ10000ដើម5 6000ដើមក៏មានដែរហើយកូនរបស់វាគឺស្អាតបែបហ្នឹងបាទឃើញទេបាទគឺស្អាតខ្លាំងណាស់ហើយជាក់ស្ដែងកូនត្នោតនៅថ្នាលខ្ញុំមួយនេះខ្ញុំមិនទាន់បានដកយកទៅលក់ទេខ្ញុំដកតែនៅកសិដ្ឋានរបស់ខ្ញុំមួយទៀតនៅខាងផ្លូវ60ម៉ែត្រតែនៅកសិដ្ឋានរបស់ខ្ញុំបដោះនៅខាងពាក់ស្នែងនេះខ្ញុំមិនទាន់បានដកយកទៅលក់នៅខ្លះនៅឡើយទេធ្វើការជញ្ជូនកូនចេញដឹកទៅចូលនៅស្តុកនៅខាងផ្លូវ60ម៉ែត្រអញ្ចឹងបងប្អូនដែលចង់បានកូនត្នោតអាចតំណងបានចាស់ល្អណាស់បាទហើយនេះឃើញទេសិតតែបែកសន្លឹកហើយ2 3សន្លឹកអាខ្លះ4សន្លឹកអញ្ចឹងអាមួយសន្លឹក2សន្លឹកនេះតិចបាទនេះអាមួយសន្លឹកនេះតិចតែមួយសន្លឹកនេះខ្ញុំអត់តន់វាយចេញទេខ្ញុំទុកវាសិនអញ្ចឹងយើងវាយចេញអា2សន្លឹក3សន្លឹកសិនពូកុំឲ្យស្លឹករបស់វាវែងបាទកាលណាតែយើងដាំចូលដីទៅស្លឹកវាច្រើនអាហ្នឹងល្អក៏ប៉ុន្តែនៅក្នុងថង់បែបនេះស្លឹកវាច្រើនខ្ញុំពិបាកកាត់ស្លឹកវាចេញបាទរងរបស់យើងអាលំអស់ហើយនេះខ្ញុំថតដល់កន្លែងដែលខ្ញុំឲ្យក្រុមការងារថ្ងៃមុនគាត់មកបោចស្មៅទេតែឥឡូវគឺរលំឃើញនោះរងទៅនោះវែងទៀតរងធំតែរលំអស់ហើយឥឡូវស្មៅហើយចាប់ពីស្អែកនេះទៅដាក់ក្រុមការងារមកធ្វើរងសារឡើងវិញតល់វិញសារឡើងវិញហើយនឹងបោចស្មៅចេញបោចស្មៅហើយត្រូវដឹកកូនត្នោតនេះយកទៅខេត្តខ្លះបាទមកជើង1000 2000យកទៅស្តុកនៅស្តង់របស់យើងនៅខាងខេត្តបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តគ្រប់25ខេត្តក្រុងនៃប្រទេសជាតិកម្ពុជារបស់យើងអាចធ្វើការកំងកូនត្នោតពីខាងកសិដ្ឋានយើងខ្ញុំបានបាទនៅខាងខ្ញុំគឺមានសេវាទាំងផ្ញើមានទាំងដឹកជូនដល់ទីតាំងជូនបាទហើយសម្រាប់កូនត្នោតវិញបងប្អូនចង់មកមើលផ្ទាល់នៅកសិដ្ឋានក៏បានដែរគឺនៅខាងផ្លូវ60ម៉ែត្របាទម្ដុំសាលាខេត្ត
គឺពុកម៉ែបងប្អូនអាចមកមើលកូនថ្នោតផ្ទាល់បន្ទាប់ពីមើលហើយចង់ដឹកទៅខ្លួនឯងក៏បានហើយចង់ឲ្យខ្ញុំដឹកទៅឲ្យក៏បានដែរបាទតែខ្ញុំដូចបានបញ្ជាក់អញ្ចឹងកូនថ្នោតរបស់យើងគឺអាយុចាប់ពី1ឆ្នាំជាងឡើងទៅបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ពុកម៉ែដែលចាប់អារម្មណ៍តាក់ទងនឹងកូនថ្នោតអាចតំណងបានតាមលេខទូរស័ព្ទរបស់ខ្ញុំឬក៏មកមើលទីតាំងផ្ទាល់បាទអរគុណ